បាទសួស្តីជួបជាមួយខ្ញុំសាជាថ្មីទៀតហើយថ្ងៃនេះ admin សូមនាំបងប្អូនមករៀបចំ page ឲ្យតាមស្តង់ដារ Facebook ដើម្បីយើងឆាប់បាន invite set up ដើម្បី set up CM ជាមួយ Facebook ឥឡូវ Facebook វា update អត់ដូចពីមុនទេពេលយើងរៀបចំ page ស្អាតទៅ page យើងផ្ទុះយើងនឹងឆាប់បានប៊ូតុង CM ប៊ូតុង CM ហ្នឹងគឺប៊ូតុងសម្រាប់យើង set up ដើម្បីរកលុយជាមួយ page ឥឡូវកុំឲ្យរងចាំយូរជួបនៅក្នុង Facebook ទាំងអស់គ្នាបងប្អូនយើងជួបក្នុង Facebook ទៅហើយនេះជា admin របស់ admin អញ្ចឹង admin ចុចឲ្យកន្លែងពីនេះមកដើម្បីយើងយក page ដែលយើងបង្កើតហើយយើងមិនទាន់បានរៀបចំបងប្អូនអញ្ចឹងយើងចូលនៅពាក្យ account នេះមកនេះជា page របស់ខ្ញុំហើយដើម្បីរៀបចំឲ្យបានត្រូវស្តង់ដារបងប្អូនយើងចូលមកព្រោះនេះរូបភាពកន្លែងនេះadmin បានតាំងរូបភាពនិង cover ហើយពេលបងប្អូនមិនទាន់បានតាំងអញ្ចឹងបងប្អូនអាចរៀបចំទៅនេះក៏វាជំនួយឲ្យ Facebook របស់យើងមានការ invite លឿនដែរបងប្អូនយើងរឿងហ្នឹងរៀបចំពីដំណាក់កាលហ្នឹងហើយជាជំហានបន្ទាប់យើងចូលនៅពាក្យថា see your about in out នេះមកដើម្បីយើងទៅរៀបចំបន្ថែមទៀតអញ្ចឹងណាអញ្ចឹងយើងចុចលើវាមកពេលយើងចុចលើវារួចហើយអញ្ចឹងទៅបងប្អូនអញ្ចឹងយើងចុចពាក្យ add website បងប្អូនមាន website បងប្អូនអាចដាក់មកបើអត់មានទេអញ្ចឹង admin សុំកាត់បន្តិចទេព្រោះ admin អត់មាន website ដែរហើយជាបន្តកន្លែងនេះយើងចង់ add link បងប្អូនបើយើងចង់ add link យើងមាន link TikTok ឬក៏ YouTube អញ្ចឹងណាយើងចុចកន្លែង add នេះមកហើយយើងចុច add កន្លែង add ហើយយើងចុចពាក្យ add social link មកបងប្អូនយើងចុចវាមកហើយក៏យើងយើងចុចកន្លែង tray នេះមកតើ link របស់យើងជា link របៀបម៉េចបើ link TikTok បងប្អូនយក TikTok មកបើ YouTube បងប្អូនយក YouTube មកបើ Instagram បងយក Instagram មកហើយអញ្ចឹង admin អត់បានដាក់ទេចាំបងប្អូនមានចាំដាក់បន្ថែមទៅហើយកន្លែងនេះយើងដាក់ឈ្មោះlink របស់យើង TikTok ឈ្មោះអីដាក់តាមនោះបងប្អូនហើយយើងចុចពាក្យ save មកហើយជំហានបន្ទាប់យើង add អាស័យដ្ឋានបងប្អូនយើង add អាស័យដ្ឋាន add address យើងចុចលើវាមកហើយយើងចុចលើវាហើយមាន add street add city add zip code ហើយនឹង add location បងប្អូនចូលរៀបនឹងតាមដំណាក់កាលមកឥឡូវបងប្អូន street នៅណា street នៅបូកូអញ្ចឹងយើងដាក់បូកូមកហើយ city បូកូដែរអញ្ចឹងមកបងប្អូនហើយនេះ zip code វាបើសិនជាបងប្អូននៅពេញយើងដាក់យើង search មើលនៅ postal code តាមហ្នឹងយើងយកមកដាក់បងប្អូនហើយកន្លែងនេះកន្លែង location បងប្អូនពេលបងប្អូន add រួចរាល់អស់អញ្ចឹងហើយបងប្អូន save មកយើងចុចពាក្យ save មកហើយក៏យើងក៏វាបានជាប់ដែរបងប្អូនហើយកន្លែងនេះឡើង add លេខទូរស័ព្ទបើបងប្អូនចង់ដាក់ក៏ដាក់ទៅមិនចង់ដាក់ក៏អត់អីដែរប៉ុន្តែបើថាបងប្អូននេះអាចដាក់ទៅនេះ admin recommend ឲ្យបានល្អអញ្ចឹងណាយើងចុចលើនឹងដូចគ្នាមកហើយយើងទៅចូលដាក់លេខទូរស័ព្ទមកយើងចុចពាក្យ save មកហើយចំណុចបន្ទាប់ទៀតមក email បងប្អូនចំណុចនេះក៏សំខាន់ដែរបងប្អូនត្រូវ add ដាក់ចូលណាហើយ admin អត់បាន add ដាក់ចូលទេហើយចំណុចបន្ទាប់នេះយើង add service area តើយើងចង់ add ពីហើយយើងអាចចុចលើវាមកចុចពាក្យ add ហ្នឹងមកតើបងប្អូនចង់ add ដាក់ service បញ្ហាអីយ៉ាងដាក់នេះយើងមើលតាមនេះយើងចុចលើ add ហ្នឹងមកហើយយើងសេមកឡើយថាខ្ញុំនៅភ្នំពេញអញ្ចឹងណាបងប្អូនយើងសេមកវាក៏ឲ្យនេះបងប្អូនយើងចុចអាស័យដ្ឋានហើយយើងតម្លាក់វាចុះជីមកហើយយើងសេមកហើយនេះយើងចុចអញ្ចឹងមកហើយយើងសេកន្លែងនេះបងប្អូនហើយចំណុចបន្ទាប់មកទៀតនេះ add website ក៏ជាចំណុចសំខាន់ដែរបងប្អូនចុច add មកបង add WhatsApp ច្រឡំជាស្រ័យបងប្អូនយើង add WhatsApp មកនៅយើងនៅខ្មែរអញ្ចឹងយើងដាក់លេខទូរស័ព្ទមកយើងវាយលេខទូរស័ព្ទចូលរួចរាល់ហើយដែលបងប្អូនបានបង្កើត WhatsApp ហើយអញ្ចឹងហើយបងប្អូនចុចពាក្យថា send WhatsApp មកហើយដល់អញ្ចឹងវាផ្ញើលេខកូដមកហើយបងប្អូនវាយបញ្ចូលជាការស្រេចហើយវីដេអូរបស់ admin មានតែប៉ុណ្្នឹងបងប្អូនការរៀបចំយើងរៀបបានចំតែប៉ុណ្្នេះមកធ្វើឲ្យ page យើងមាន quality ល្អហើយបងប្អូនដល់អញ្ចឹងវីដេអូ admin មានប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយ